ចឹងខ្ញុំសូមជូនសំណួរនេះដោយតើលោកស្រីផាត់សវតីអាចជួយបង្ហាញអំពីដំណោះស្រាយនៃបញ្ហាកង្វះខាតគ្រូបង្រៀននិងតម្រូវការធនធាននៅកម្រិតសាលារៀនទាក់ទងទៅនឹងថ្នាក់បរិញ្ញាបត្រក៏ដូចជាការបង្កើតភាពជាដៃគូសាលារៀនសហគមន៍ឬដូចជាការគាវធនធានដែលបានអនុវត្តនៅកម្រិតសាលារៀនចា៎អរគុណចាជាបឋមខ្ញុំសូមជម្រាបសួរដល់លោកអ៊ុមុនប៉ែនច័ន្ទកណាប់និងលោកផៃសំណាងហើយនិងភ្ញៀវកិត្តិយសទាំងអស់ដែលកំពុងតាមដានទស្សនានៅពេលនេះនេះខ្ញុំក៏សូមឆ្លើយនៅសំណួរប៉ុន្តែមុននឹងខ្ញុំឆ្លើយខ្ញុំសូមរាយការណ៍បន្តិចដែរនៅសាលារបស់នាងខ្ញុំសាលារបស់នាងខ្ញុំគឺសាលាកម្រងព្រេងនេះដែលមានសិស្សសរុបចំនួន946នាក់ស្រី452នាក់ហើយក្នុងនោះខ្ញុំក៏មានថ្នាក់ចូលរួមរបស់សមាហរណកម្មគឺ32នាក់34នាក់ស្រី15នាក់ចាហើយដោយឡែកនៅក្នុងថ្នាក់សមាហរណកម្មនោះគឺមាន2ថ្នាក់ចែកជា2ថ្នាក់ព្រឹកនិងពេលរសៀលហើយនៅក្នុងនោះដែរនៅក្នុងនោះថ្នាក់សមាហរណកម្មខ្ញុំនឹង34នាក់មានសិស្សដែលហៅថា Down syndrome ហ្នឹងគឺចំនួន8នាក់ហើយខាង autism ហ្នឹង4នាក់ខ្សោយសតិបញ្ញាគឺ18នាក់ហើយចំណែកសិស្សស្រីវិញមាន15នាក់នោះគឺខ្សោយសតិបញ្ញាគឺ8នាក់ដែរ autism 4និង Down syndrome ហ្នឹងគឺ3នាក់ហើយចំណែកឯខាងគ្រូបច្ចេកទេសវិញដែលបង្រៀនក្មេងកុមារ autism ហ្នឹងគឺមានអ្នកគ្រូម៉ាក់សុកលីនិងលោកគ្រូហ៊ានសរុនគ្រូជាសវណ្ណរ៉េតអ្នកគ្រូឡាយស្គុនធីរីនិងលោកគ្រូហ៊ុនច័ន្ទឌឿនគាត់បង្រៀនកម្រិតទាបចំនួនមួយថ្នាក់គឺ21នាក់ស្មើនឹងកម្រិតខ្ពស់គឺមួយថ្នាក់ដែរគឺ13នាក់ការចំពោះបញ្ហាប្រឈមរបស់ខ្ញុំក្នុងខ្ញុំសូមនិយាយពីភាពងាយស្រួលបន្តិចដោយសាររយៈកាលកន្លងមកនេះសាលាបានសហការជាមួយអង្គការដៃគូគឺហៅកាត់ថាអង្គការ DSP ហ្នឹងបានជួយនាំសិស្សដែលមានគេហៅថាពិការភាពមិនរើសអើងទេគឺថាឧទាហរណ៍ដូចជាពិការទាំងផ្នែកបញ្ញាទាំងផ្នែកសតិបញ្ញានិងអវយវៈដូចថាមិនមែនថាគាត់ការដែលមិនអាចដើររួចបានអញ្ចឹងគាត់បានយកមកសិក្សានេះរហូតដល់បានកុមារខ្លះទទួលយកបានឡើងថ្នាក់អញ្ចឹងខ្ញុំបានបញ្ចូលនៅក្នុងតាមសាលារៀនដែរឈ្មោះគាត់អញ្ចឹងគាត់បានចូលរៀនជាមួយលោកគ្រូគាត់ទទួលបានការសិក្សាមួយដោយឡែកខុសពីសិស្សយើងធម្មតាប៉ុន្តែនៅក្នុងនោះសិស្សទាំងអស់ហ្នឹងអត់មានការរើសអើងចំពោះកុមារយើងនោះទេគឺមានការស្រឡាញ់រាប់អានពួកគាត់ដូចគ្នាហើយខ្ញុំក៏សូមនិយាយមួយទៀតគឺបញ្ហាប្រឈមរបស់ខ្ញុំសប្តាហ៍ថ្ងៃនេះបញ្ហាប្រឈមរបស់ខ្ញុំកន្លងមកគឺទី1ខ្ញុំខ្វះលោកគ្រូអ្នកគ្រូដែលគាត់បច្ចេកទេសខាងហៅថាពោលថ្លង់អញ្ចឹងខ្ញុំអត់មានគ្រប់គ្រាន់ទេទី2ខ្វះខាតសម្ភារៈសម្រាប់ឧបត្ថម្ភដល់ក្មេងហើយនឹងមួយទៀតគាត់ខ្វះសម្ភារៈនិយាយរួមទាំងការធ្វើដំណើរទៅពេលខ្លះកុមារយើងមួយចំនួនត្រូវការទៅដឹកជញ្ជូនគាត់ដល់ផ្ទះតែម្ដងហើយការចូលរួមរបស់សហគមន៍យើងនឹងថាមានតិចអ្នកខ្លះក៏គាត់មានលទ្ធភាពគាត់អាចមកហើយអ្នកខ្លះទៀតក៏គាត់អត់មានលទ្ធភាពនឹងបញ្ជូនកូនមករៀនដែរដោយសារអាណាព្យាបាលមួយចំនួនគាត់នៅឆ្ងាយគាត់ត្រូវការមកឆ្លងកាត់មានដូចជាបលាយជាស្ទឹងអីចឹងចាអញ្ចឹងគាត់ធ្វើដំណើរមកលំបាកហើយដូច្នេះខ្ញុំទាំងខាងអង្គការនិងខាងខ្ញុំនេះត្រូវការថវិកាដើម្បីជួលជារ៉ឺម៉កឬក៏ជាម៉ូតូដើម្បីទៅដឹកជញ្ជូនរបស់គាត់ក្នុងការធ្វើដំណើរហើយខ្ញុំក៏
មានខាងសហគមន៍ដែរមួយចំនួននឹងអ្នកពាក់ព័ន្ធខ្លះក៏គាត់ជួយជួយចូលរួមនៅក្នុងថ្នាក់អប់រំពិសេសនេះដែរដើម្បីឲ្យសាលារបស់យើងហើយនិងកូនសិស្សរបស់យើងទាំងអស់បានមកសិក្សារៀនសូត្រទាំងអស់គ្នាចាខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសូមចាំបន្តពីក្រោយសូមអរគុណដល់វាគ្មិនទាំងអស់និងភ្ញៀវកិត្តិយសដែលកំពុងតាមដានទស្សនាផងដែរចាសូមអរគុណ